ម្ហូបនាំសំណាង5មុខជួយម្ចាស់ផ្ទះរិស័យឡើងខ្ពស់ត្រដែតនិងហូរហៀដោយលាភជ័យក្នុងឆ្នាំ2026នៅក្នុងវប្បធម៌អាស៊ីជាពិសេសបងប្អូនខ្មែរខ្សែស្រឡាយចិនការរៀបចំម្ហូបអាហារសម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មីមិនមែនគ្រាន់តែដើម្បីឆ្ងាញ់ពិសាប៉ុណ្ណោះទេប៉ុន្តែវាគឺជាសិល្បៈនៃការបួងសួងសុំសេចក្តីសុខនិងទ្រព្យសម្បត្តិតើអ្នកគួរទទួលទានអ្វីខ្លះនៅដើមឆ្នាំចិនឆ្នាំ2026នេះដើម្បីទាក់ទាញលាភសំណាងឲ្យហក់លូតដូចនេះមុននឹងបន្តទស្សនាសូមបងប្អូនជួយចុច like ចុច subscribe channel មានម្នាក់មួយផងណាតបន្តទស្សនាទី1សាច់មាន់ស្ងោរនិមិត្តរូបនៃភាពពេញលេញនិងការចាប់ផ្ដើមដ៏ល្អសាច់មាន់គឺជាម្ហូបដែលមិនអាចខ្វះបានឡើយក្នុងពិធីសែនព្រេននិងការជួបជុំគ្រួសារយោងតាមជំនឿចិនការដាក់មាន់មួយក្បាលទាំងមូលមានទាំងក្បាលនិងជើងនៅលើតុអាហារជានិមិត្តរូបនៃភាពពេញបរិបូរណ៍វាបង្ហាញពីការចាប់ផ្ដើមឆ្នាំថ្មីដោយភាពរលូននិងបញ្ចប់ទៅវិញដោយជោគជ័យការទទួលទានសាច់មាន់នៅដើមឆ្នាំក៏ត្រូវបានគេជឿជាក់ថាជួយឲ្យម្ចាស់ផ្ទះមានកម្លាំងមាំមួននិងទទួលបានការគាំទ្រពីមនុស្សជុំវិញខ្លួនទី2ម្ហូបត្រីនិមិត្តរូបនៃភាពសល់ហូរហៀនិងទ្រព្យសម្បត្តិនៅក្នុងភាសាចិនពាក្យថាត្រីយូមានសូរដូចទៅនឹងពាក្យថាលើសឬសល់ហេតុនេះហើយបានជាត្រីក្លាយជាម្ហូបនាំសំណាងលេខ1គេច្រើនចម្អិនត្រីទាំងមូលត្រីចំហុយឬត្រីបំពងដែលមានន័យថាមានស៊ីមានចាយសល់តាំងពីដើមឆ្នាំរហូតដល់ចុងឆ្នាំសម្រាប់ឆ្នាំ2026នេះការមានមុខម្ហូបត្រីនៅលើតុអាហារនឹងជួយឲ្យអាជីវកម្មរបស់អ្នកទទួលបានផលចំណេញហួសពីការរំពឹងទុកទី4បង្គានិមិត្តរូបនៃសេចក្តីសុខនិងស្នាមញញឹមក្នុងគ្រាមភាសាចិនកតាំងពាក្យថាបង្គាមានសូរដូចជាសម្លេងសើចហាដូច្នេះការទទួលទានបង្គាជានិមិត្តរូបនៃជីវិតដែលពោរពេញដោយភាពសប្បាយរីករាយនិងសំណើចពណ៌ក្រហមឆ្អៅនៃបង្គាក្រោយពេលចម្អិនរួចក៏តំណាងឲ្យថាមពលនៃពន្លឺព្រះអាទិត្យភាពរឹងមាំនិងជួយកម្ចាត់គ្រោះចង្រៃទាំងឡាយចេញពីជីវិតក្នុងឆ្នាំថ្មីទី5ឆាបន្លែចម្រុះនិមិត្តរូបនៃភាពស្រស់បំព្រងនិងការរីកចម្រើនបន្លែបៃតងតំណាងឲ្យនីតិរដូវដែលជារដូវនៃការចាប់ផ្ដើមថ្មីការជ្រើសរើសបន្លែដែលមានឈ្មោះមង្គលដូចជាស្ពៃក្តោបតំណាងឲ្យទ្រព្យសម្បត្តិរាប់រយចម្ពោះសាឡាត់ក្នុងភាសាចិនមានន័យថាបង្កើតលុយការ៉ុតពណ៌ក្រហមដូចទឹកក្រូចនាំមកនូវភាពជោគជ័យម្ហូបបន្លែមិនត្រឹមតែជួយដល់សុខភាពឲ្យមាំមួនប៉ុណ្ណោះទេប៉ុន្តែវាក៏ជួយឲ្យឫស្សីម្ចាស់ផ្ទះត្រដែតឡើងតាមរយៈថាមពលធម្មជាតិដ៏បរិសុទ្ធគូបញ្ជាក់ផងដែរថាទោះបីជាមុខម្ហូបទាំង5នេះជាជំនឿបែបបុរាណដែលនាំមកនូវសន្តិនិយមនិងភាពរីករាយក៏ដោយប៉ុន្តែអ្វីដែលសំខាន់បំផុតគឺសេចក្តីស្រឡាញ់និងការដឹងគុណក្នុងពេលទទួលទានកាលណាអ្នកទទួលទានដោយចិត្តជ្រះថ្លានិងមានការប្រឹងប្រែងក្នុងការងារនោះលាភសំណាងនឹងចូលមករកអ្នកជាក់ជាមិនខានឡើយក្នុងឱកាសចូលឆ្នាំចិនឆ្នាំ2026នេះបន្ទាប់ពីទស្សនាវីដេអូនេះចប់តើបងប្អូនទាំងអស់គ្នាយល់យ៉ាងណាដែរសូមខមមិននៅខាងក្រោមវីដេអូដើម្បីឲ្យមានបានដឹងពីចម្លើយរបស់បងប្អូនទាំងអស់គ្នាជួបគ្នានៅវីដេអូបន្ទាប់ទៀត